របស់ខ្មែរលើជួបគ្នាសាជាថ្មីជាមួយវីដេអូរបស់ខ្មែរលើថ្ងៃនេះដែរខ្មែរលើមានវីដេអូមួយចង់បង្ហាញមិត្តភក្តិទាំងអស់គ្នាអំពីរបៀបបំបែកនៅផ្ទាំងពាណិជ្ជកម្មនៅលើវីដេអូរបស់ YouTube ដើម្បីធ្វើឲ្យវីដេអូរបស់ YouTube មួយហ្នឹងរកលុយបានកាន់តែច្រើនជាងមុនហើយខ្ញុំគិតថាចំពោះវីដេអូនេះប្រហែលជាបងប្អូនមួយចំនួនមិត្តភក្តិមួយចំនួនហ្នឹងគាត់បានដឹងច្បាស់ហើយអំពីវិធីសាស្ត្រក្នុងការបំបែកនៅផ្ទាំងវីដេអូដើម្បីរកលុយក្នុង YouTube នេះប៉ុន្តែខ្ញុំធ្វើវីដេអូនេះក្នុងបំណងមួយដើម្បីជាចំណេះដឹងសម្រាប់មិត្តភក្តិឬជាបងប្អូនមួយចំនួនដែលគាត់មិនទាន់យល់ច្បាស់អំពីវិធីបំបែកផ្ទាំងពាណិជ្ជកម្មនៅលើ YouTube អ្នកថាជាអ្នកបង្កើតនៅ channel YouTube ថ្មីដូចយូខ្ញុំបានអញ្ចឹងគាត់អត់សូវយល់អត់ដឹងច្បាស់អំពីរបៀបបំបែកផ្ទាំងពាណិជ្ជកម្មតើធ្វើយ៉ាងណាដើម្បីឲ្យពាណិជ្ជកម្មរបស់យើងមានច្រើននៅលើ YouTube អញ្ចឹងក៏វាល្អមួយយ៉ាងដែរក្នុងការចែករំលែកនៅចំណេះដឹងតិចតួចរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាតែមុននឹងបំបែកនៅផ្ទាំងពាណិជ្ជកម្មឬក៏ការដាក់នៅពាណិជ្ជកម្មឲ្យមានច្រើននៅលើវីដេអូ YouTube នោះអ្នកទាំងអស់គ្នាត្រូវទទួលយកលក្ខខណ្ឌមួយចំនួនដូចជាទី1ហ្នឹងវីដេអូដែលអ្នកទាំងអស់គ្នាចង់បំបែកឲ្យមានពាណិជ្ជកម្មច្រើននៅលើវីដេអូមួយនេះគឺត្រូវមានចាប់ពី10នាទីឡើងទៅបាទគឺតិចបំផុតហ្នឹងគឺចាប់ពី10នាទីឡើងទៅទើបយើងអាចដាក់ឲ្យមានផ្ទាំងពាណិជ្ជកម្មបានច្រើនហើយទី2នោះសូមឲ្យវីដេអូនោះជាវីដេអូតខ្លួនមិនមែនជាវីដេអូដែល copy ឬក៏ចម្លងពីគេបានទេចំពោះវីដេអូដែលចម្លងឬក៏ copy ពីគេបាននោះក៏វាមិនល្អណាស់ណាដែរគិតថាពេលនេះថ្ងៃនេះវាមិនតាន់ជាប់ copyright ប៉ុន្តែវាគង់តែជាប់នៅ copyright នៅពេលណាមួយទេព្រោះថា YouTube វាចាំតែចាប់យើងទេអញ្ចឹងហើយសូមឲ្យអ្នកទាំងអស់គ្នាដែលយកវីដេអូរបស់គេយកមកថតចម្លងនោះសូមឲ្យអ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់យល់នឹងឆាប់ YouTube គង់តែបិទនៅ channel របស់អ្នកទាំងអស់គ្នាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមអ្នកទាំងអស់គ្នាធ្វើការតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទនៅពេលយើងបើកចូលដល់ YouTube ហើយសូមអ្នកទាំងអស់គ្នាចុចលើសញ្ញា channel របស់អ្នកទាំងអស់គ្នារៀងខ្លួនចឹងទៅបន្តមកអ្នកទាំងអស់គ្នាចុចលើកន្លែងនេះចុចលើទីនេះបាទអញ្ចឹងដំបូងឡើយខ្ញុំបាទសូមជ្រើសរើសវីដេអូមួយដែលមាននាទីក្រោម10នាទីយកធ្វើការប្រៀបធៀបជូនអ្នកនរគ្នាមើលបន្តិចសិនបាទទាំងនេះខ្ញុំសូមជ្រើសយកវីដេអូមួយដែលមាននាទីត្រឹមតែចំនួន5នាទីចុះនេះបន្តមកសូមអ្នកនរគ្នាទាញចុះមកក្រោមហើយចុចយកពាក្យថា monetization បាទនេះគឺអ្នកនរគ្នាឃើញស្រាប់ហើយវីដេអូដែលមានចំនួនក្រោម10នាទី YouTube មិនដាក់ឲ្យយើងបំបែកផ្ទាំងពាណិជ្ជកម្មបានទេបាទគឺអត់មានទេអញ្ចឹងយើងសូមបកទៅក្រោយវិញដើម្បីរកមើលចំនួនវីដេអូដែលមាននាទីចាប់ពី10នាទីឡើងបាទឥឡូវខ្ញុំសូមប្រៀបធៀបវីដេអូមួយរបស់ខ្ញុំដែលមានចំនួន10នាទីចុច38វិនាទីសូមប្រៀបយកពាក្យថា edit បាទបន្តមកទាញចុះមកក្រោមហើយយកពាក្យថា monetization បាទសូមបើកវាមកបាទសូមបើកកន្លែងនេះបាទបន្តមកគ្រប់ប្លុកទាំងអស់ទៅឲ្យវាគ្រីសអញ្ចឹងបាទគឺត្រូវគ្រីសទាំងអស់បាទនេះយើងឃើញហើយសម្រាប់វីដេអូមួយមុនវិញគឺមិនមានទេប៉ុន្តែសម្រាប់វីដេអូដែលមានចំនួនចាប់ពី10នាទីឡើងគឺមានអញ្ចឹងដើម្បីដាក់បានបាទសូមនិយាយផងថាត្រូវមុននឹងដាក់ហ្នឹងយើងត្រូវធ្វើម៉េចឲ្យនៅប្លុកពីរហ្នឹងគឺត្រូវមានគ្រីសបាទខាងដើមហើយនិងខាងចុងគឺត្រូវតែមានគ្រីសអញ្ចឹងដើម្បីដាក់វីដេអូហ្នឹងបាននេះគឺការរបស់យើងដំបូងគឺមាន
YouTube គេដាក់ឲ្យគឺ25នាទីគឺមានតែមួយទេប៉ុន្តែដើម្បីធ្វើឲ្យវាមានច្រើនយើងសូមអ្នកចាប់ទាញមកបាទទាញតាមខ្ញុំទាញអញ្ចឹងទៅហើយយើងចុចយក insert add បាទបន្តមកទៀតអ្នកទាំងអស់គ្នាអាចទាញមកទៀតចឹងមកហើយយក insert add ទៀតប៉ុន្តែសូមបញ្ជាក់ផងថាសូមកុំដាក់ញឹកពេកកាលណាបើយើងដាក់ញឹកពេកអាចបណ្ដាលឲ្យអ្នកទស្សនាហ្នឹងគេមានការធុញទ្រាន់អញ្ចឹងគេនឹងចុចបិទនៅវីដេអូរបស់យើងសូម្បីតែរាល់ថ្ងៃហ្នឹងការបង្ហោះនៅវីដេអូគេធុញទ្រាន់នឹងមើលផងតម្រងយើងដាក់ស្ទះពាណិជ្ជកម្មច្រើនជួនកាលញ៉ៃពេកហ្នឹងគាត់អាចរត់ចោលបានអញ្ចឹងយើងដាក់ឲ្យវារៀងឃ្លាតឆ្ងាយពីគ្នាបន្តិចទៅកុំដាក់ញឹកពេកបាទបន្តមកយក insert add ទៀតបាទហើយអូសមកទៀតអញ្ចឹងមកតែកុំដាក់ចាប់គ្នាញឹកពេកបាទយក insert add ទៀតអូសមកទៀតយក insert add ទៀតតបមកអូសមកទៀតយើងយក insert add ទៀតបាទ insert add មួយទៀតមកបាទអូលេងឲ្យដាក់ហើយអញ្ចឹងយើងអាចដាក់បានតែប៉ុណ្្នឹងទេបាទយើងមើលអស់សិនទៅហ្នឹងហើយហើយបន្តមកជួយយកពាក្យថា save change ហើយបន្តមកទៀតយើងអាចត្រឡប់ទៅមើលវីដេអូរបស់យើងបានប៉ុន្តែដំបូងចេះប្រហែលជា YouTube មិនតាន់ដាក់ឲ្យមានផ្ទាំងវិជ្ជាកម្មនៅលើវីដេអូនេះច្រើនទេហើយសូមបញ្ជាក់ផងថាទោះមិនពេលនេះមិនតាន់មានយូរនឹងឆាប់វាគង់តែមានទេបាទអញ្ចឹងយើងអាចទស្សនាវីដេអូរបស់យើងម្ដងទៀតវាអត់តាន់មានទេប៉ុន្តែអីទេចំពោះវីដេអូមួយនេះបើមិនតាន់មាននៅពេលនេះបន្តិចទៀតវាគង់តែមានទេបន្តអំពីយើង save change ហើយមិនបាញ់វិញហើយស្វាវីដេអូបាទដើម្បីមកកាត់តធ្វើជាវីដេអូដើម្បីបង្ហោះអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូនេះក៏សូមជម្រាបជូនដល់មិត្តភ័ក្តិអស់គ្នាថាចំពោះអ្នកដែលចូលចិត្តយកវីដេអូរបស់គេមក copy មកចម្លងដើម្បីបង្ហោះចូល YouTube នោះបើសិនជាយើងអាចឈប់បានក៏ឈប់ទៅព្រោះថាការ copy ឬក៏ចម្លងនៅវីដេអូរបស់គេយកមកហោះក៏វាមិនល្អប្រហែលយើងគួរតែខិតខំធ្វើនៅវីដេអូដល់ខ្លួនឯងបង្កើតនៅអ្វីដែលប្លែកៗដូចខ្ញុំអញ្ចឹងទោះខ្ញុំមិនចេះអីច្រើនប៉ុន្តែខ្ញុំអាចធ្វើអ្វីដែលខ្ញុំធ្វើបានខ្ញុំធ្វើដើម្បីជាផលប្រយោជន៍សម្រាប់អ្នកដែលគាត់មិនតន់ដឹងអ្នកដែលដឹងហើយក៏មិនបាច់មើលទៅតែសម្រាប់អ្នកដែលមិនតន់ដឹងក៏គាត់មើលគាត់ទស្សនាដើម្បីជាចំណេះដឹងតគ្នាអញ្ចឹងដែរបាទចុងបញ្ចប់នេះសូមអរគុណដល់មិត្តភ័ក្តិទាំងអស់គ្នាជូនពរសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀត